សូមជូនរឿងទន្សាយនិងសត្វដំរីនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់មួយដែលពោរពេញទៅដោយមេអំបៅនិងផ្ការីកស្គុះស្កាយទន្សាយដ៏ស្រស់ស្អាតមួយក្បាលឈ្មោះឬមេបានជួបសត្វដំរីដែលមានដំណើរយឺតឈ្មោះអេលីទោះបីជាពួកគេមានភាពខុសគ្នាខ្លាំងក៏ដោយប៉ុន្តែអ្វីដែលពិសេសគឺពួកគេមានសេចក្តីសប្បុរសនិងការចង់ដឹងចង់ឃើញឬមេសុបិនចង់ដាំផ្កាប៉ុន្តែដីរឹងពេកឬមេមិនអាចកាយបានជាមួយនឹងក្រញាំតូចរបស់នាងអេលីប្រាប់ប្រម៉ៅរបស់គាត់ដើម្បីជួយជីកចំណែកឬមេជាអ្នកដាំផ្កាពួកគេធ្វើការជាមួយគ្នាដោយសើចនិងការយកចិត្តទុកដាក់រសៀលមានភ្លៀងធ្លាក់មួយមេធ្វើឲ្យអារម្មណ៍ពួកគេអាប់អួរពួកគេសង់បន្ទាយស្លឹកឈើជាមួយគ្នានៅខាងក្នុងពួកគេផឹកតែការរត់ក្តៅៗហើយស្ដាប់សំឡេងទឹកភ្លៀងជាច្រើនសប្តាហ៍កន្លងផុតទៅហើយការខិតខំប្រឹងប្រែងរបស់ពួកគេបានរីកដុះដាលជាជួរនៃបន្លែនិងផ្កាបក្សីស្រែកហ៊ោកញ្ជ្រៀវហើយសួនរបស់វាពោរពេញដោយជីវិតឬម៉ៃនិងអេលីបៀមដោយមោទនភាពនៅក្រោមដើមឈើមួយពួកគេបានចូលរួមពិធីតូចមួយពីសួនច្បាររបស់ពួកគេមិនត្រូវការពិធីជប់លៀងធំមួយទេគ្រាន់តែជាភួយការប្រមូលផលរបស់ពួកគេនិងគ្នាទៅវិញទៅមកក្នុងគ្រាដ៏សាមញ្ញពួកគេរកឃើញសេចក្តីអំណរដ៏អស្ចារ្យ